មានប៉ូលីសចំនួន3នាក់និងជនស៊ីវិលចំនួន6នាក់រងរបួសនៅក្នុងការវាយប្រហារក្នុងការបំផ្ទុះគ្រាប់បែកនៅក្នុងភាគខាងត្បូងនៃប្រទេសថៃរាជធានីបាងកកនៅថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2025នេះមានប៉ូលីសចំនួន3នាក់និងជនស៊ីវិល6នាក់បានរងរបួសនៅពេលដែលក្រុមបះបោរព្យាយាមបំបែករដ្ឋក៏បានបំផ្ទុះគ្រាប់បែកសម្ដៅទៅលើមន្ត្រីប៉ូលីសនៅក្នុងហាងតែមួយកន្លែងនៅក្នុងសង្កាត់យីងោនៃខេត្តនរាธิវ៉ាសកាលពីព្រឹកថ្ងៃប្រហ័សព្រឹកមិញនេះតែម្ដងនៅក្នុងនោះផងដែរនគរបាលស្រុកយីងោបានទទួលការជូនដំណឹងនៅវេលាម៉ោងប្រមាណ8:50នាទីព្រឹកនៅក្នុងថ្ងៃប្រហ័សទី16ខែតុលានេះបន្ទាប់ពីមានករណីបំផ្ទុះអាវុធនៅហាងតែមួយកន្លែងដោយស្ថិតនៅក្នុងភូមិ1ឃុំយីងោស្រុកយីងោខេត្តនរាธิវ៉ាសប៉ូលីសក៏បានអះអាងផងដែរថាក្រុមបះបោរបានផលិតគ្រាប់បែកដោយផ្ទាល់ដៃហើយលាក់នៅក្នុងធុងសំរាមក្បែរហាងតែមួយកន្លែងរួចក៏បានបំទុះវាពីចម្ងាយផងដែរក្រុមអ្នកស៊ើបអង្កេតក៏បានជឿថាអ្នកវាយប្រហារមានបំណងធ្វើបាបមន្ត្រីប៉ូលីសដែលតែងតែចូលហាងផឹកតែនាពេលព្រឹកក្នុងឧបទ្ទវហេតុនេះបានបង្កឲ្យប៉ូលីសចំនួន3នាក់និងជនស៊ីវិលចំនួន6នាក់បានរងរបួសខណៈដែលជនរងគ្រោះទាំង9ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរក្រុមជ្រុលនិយមរបស់ថៃលើកគ្នាទៅតវ៉ានៅមុខស្ថានទូតខ្មែរនារាជធានីបាងកកក្រុមជ្រុលនិយមថៃមួយចំនួនមកពីក្រុមផ្សេងគ្នាបានប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្ថានទូតខ្មែរនារាជធានីបាងកកជុំវិញបញ្ហាព្រំដែនជាពិសេសទំនាក់ទំនងនឹងការទាមទារឲ្យប្រជាជនកម្ពុជារើបង្វិចចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទនេះបើតាមកាសែតខាវសេតចុះផ្សាយថ្ងៃទី16ខែតុលាក្រុមអ្នកជាតិនិយមដឹកនាំដោយបណ្ដាញនិស្សិតនិងប្រជាជនដើម្បីកែតម្រង់ប្រទេសថៃនិងអង្គការសម្ព័ន្ធមិត្តក្រោមការដឹកនាំរបស់លោកពិចិត្រជ័យមង្គលបានប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្ថានទូតកម្ពុជាដោយស្ថិតនៅរាជធានីបាងកកកាលពីថ្ងៃទី16ខែតុលាដោយក្រុមបាតកោជ្រុលនិយមទាំងនោះទាមទារឲ្យមេដឹកនាំកម្ពុជាដកពលរដ្ឋខ្មែរចេញជាបន្ទាន់ចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទគួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី1នោះទេដែលក្រុមជ្រុលនិយមថៃលើកគ្នាមកតវ៉ាឡាំប៉ានៅមុខស្ថានទូតខ្មែរពោលគឺច្រើនលើកច្រើនសារមកហើយចាប់តាំងពីមានចំនួនព្រំដែនរវាងកម្ពុជាជាមួយនឹងថៃឈួលឆេះឡើងមកតែម្ដង